បាទសួស្តីបាទកម្មមកប្រិយមិត្តយើងមកការប្រកួតវគ្គជម្រុះ World Cup បាទជុំទី4នៅប្រទេសកាតាជាមួយនឹងអារ៉ាប់បានមកដល់នេះហើយយប់នេះយើងមាន2គូបាទជូនបងប្អូនធ្វើការលេងកម្សាន្តនៅក្នុងក្រុមបាល់របាច់មីនបាទគូទី1នេះគឺក្រុមម្ចាស់ផ្ទះកាតាតែម្ដងបាទទទួលក្រុមជំនឿជាតិអូម៉ង់បាទគូនេះគឺក្រុមជំនឿជាតិកាតាតរហូតដល់75បាទឲ្យអូម៉ង់ហើយក្រុមនេះក៏ធ្លាប់ជួបគ្នាហើយបាទ5លើកបាទគឺកាតាឈ្នះ4លើកបាទស្មើ1បាទហើយជំនួបចុងក្រោយគឺបាទអូម៉ង់ឈ្នះប៉ុន្តែយប់នេះលេងក្នុងទឹកដីរបស់កាតាបាទអញ្ចឹងកាតាអាចសង្ឃឹមយក3បន្ទុកបាទសម្រាប់ជុំទី1នេះបាទនៅក្នុង Pool A បាទហើយអញ្ចឹងយើងលេងគូទី1គឺលេងខាងក្រុមម្ចាស់ផ្ទះបាកាតាតែម្ដងគូទី2បាទការប្រកួតរវាងក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតទទួលក្រុមមកពីអាស៊ីគឺឥណ្ឌូនេស៊ីបាទឥណ្ឌូនេស៊ីបាទយើងហ្នឹងហើយបាទកំពុងតែត្រូវការបន្ទុកដើម្បីប្រជែងរកកៅអីទៅលេង World Cup ឆ្នាំ2026ហើយយប់នេះលេងជាមួយនឹងម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតជំនួបជួបគ្នាបាទប្រកួតចុងក្រោយនៅវគ្គជម្រុះឆ្នាំ2024គឺឥណ្ឌូនេស៊ីលេងក្នុងទឹកដីបាទគឺឈ្នះទៅលើបាទអារ៉ាប់ប៊ីសាអូឌីត2-0បាទហើយយប់លេងនេះបាទលេងក្នុងទឹកដីរបស់អារ៉ាប់ត75ដូចគ្នាសម្រាប់ជម្រើសរបស់ admin បាទគឺលេងនៅខាងក្រុមឥណ្ឌូនេស៊ីបាទសង្ឃឹមថាឥណ្ឌូនេស៊ីអាចនឹងទប់បានជាមួយនឹងអារ៉ាប់ណាបាទអញ្ចឹងយើងមាន2គូនេះជូនបងប្អូនធ្វើការលេងកម្សាន្តហើយបងប្អូនដែលចង់បានធីបបាល់បាទអាចចូលរួមជាមួយនឹងក្រុមបាល់គ្រាន់តែចូលទៅកាន់ link bio TikTok ដែលមានក្នុងក្រុម profile របស់ admin បាទតាមរយៈ Telegram ណាយើងចូលរួមដល់សេរីទទួលបានធីបបាល់ដូចជាបងបាល់បន្ថែមទៀតបាទអរគុណជូនបងប្អូនសំណាងល្អបងប្អូនអាចសម្រេចចិត្តក្នុងការជ្រើសរើសដោយខ្លួនឯងបាទអរគុណ